ហូបស្ពឺអត់បងអូនទាំងអស់គ្នាស្ពឺនេះពណ៌ឡើងស្រស់ៗហ្មងហើយតែចាំមានអ្នកសួរហូបស្ពឺពេកឥឡូវមកឆ្នៃរកម៉ូតស្ពឺហ្មងទៅមុនធ្វើផ្លែស្ពឺខ្ញុំឲ្យម៉ាក់គូពុំសិនពុំផ្លែស្ពឺនេះមានរំដូចរូបយ័ន្តមិនទេពេលបានពុំហើយយើងយកមកកាត់វាមានរំហូបផ្កាយដូចគ្រឿងណារូតូបន្ទាប់ពីកាត់ពុំបានហើយយើងយកទៅដាក់លើស្បែកដើម្បីកាត់ស្បែកហ្នឹងចេញជារូបផ្កាយរួមទៅយកតនឹងហាឆ្នៃម៉ូតអីទេប៉ុន្តែខ្ញុំធ្វើឲ្យបានច្រើនទុកសកួរមានខមមិនបងម្នាក់ក៏ចង់ឲ្យខ្ញុំឆ្នៃម៉ូតស្ពឺឥឡូវកំពុងតែឆ្នៃជូនតាមសំណូមពរគាត់ហើយបន្ទាប់ពីកាត់ស្បែករូបផ្កាយហើយឥឡូវយើងយកទៅដិនម្ដងដោយសារតែស្ពឺនៅចុងផ្លែបើវាមានជាតិពណ៌បៃតងអញ្ចឹងខ្ញុំក៏ឆ្នៃខាងចុងហ្នឹងពណ៌បៃតងទៅបន្ទាប់ពីដិនហើយអ្នកនរគ្នាគិតថាដូចស្ពឺអត់ហ្នឹងនិយាយរួមទៅម៉ូតស្ពឺគេនេះឡើងខ្ជូនហ្មងអូខេឥឡូវយើងយកស្ពឺហ្នឹងទៅឆ្នៃនៅលើរ៉ូបម្ដងនិយាយរួមទៅខ្ញុំឆ្នៃព្រាវៗដែរតែដោយសារតែធ្វើប្រញាប់ដែរស្លឹកស្ពឺនេះខ្ញុំត្រូវដិនដែរតែដោយសារតែចង់ដាក់សិនថាវាស្អាតអត់មានអ្នកសួរហូបស្ពឺមែនពាក់រ៉ូបស្ពឺទៅខៃលោបានគូនឹងគេរ៉ូបស្ពឺនេះអត់ទាន់ហើយ 100% ទេគ្រាន់តែសាក់ឆ្នៃលេងខ្ទាស់មកចូលសិនទេបងអើយប៉ុន្តែខ្ញុំគិតថាអាចទទួលយកបានខ្លាំងតែចាំមើលឆ្នៃបន្ថែមរួចរាល់ 100%ចាំខ្ញុំថតបង្ហាញអ្នកនរគ្នាម្ដងទៀតម៉ាក់ខ្ញុំនៅក្រោយលបស្មានតែធ្វើអីក៏ប៉ាត់ថតឲ្យលុយនៅក្រុមជើងសា